បាទសូមជម្រាបសួរលោកស្រីម្ដងទៀតតកតងជាមួយនឹងវីដេអូមុនហើយខ្ញុំក៏សូមបន្តជាមួយនឹងវីដេអូដែលមានអាណាព្យាបាលមួយចំនួនគាត់បានខមមិនមកសួរថាចូលបើមិនឲ្យកូនខ្ញុំមើលទូរស័ព្ទហើយបើទូរស័ព្ទមានហើយហ្នឹងអញ្ចឹងតើគួរឲ្យមើលយ៉ាងម៉េចការនៅមុខអេក្រង់ទូរស័ព្ទគួរតែកំណត់យ៉ាងម៉េចសម្រាប់កុមារតាមវ័យរបស់គាត់បានខមមិនសួរអញ្ចឹងណាបាទអញ្ចឹងដើម្បីឆ្លើយតបជាមួយនឹង comment នេះខ្ញុំគិតថាលោកស្រីអាចចាំជួយចុច subscribe លើ YouTube របស់សាលាហើយ TikTok ផ្សេងៗហើយនិង Facebook Telegram ហ្នឹងលោកស្រីនឹងបានព័ត៌មាននឹងបន្ថែមបាទអញ្ចឹងកុំឲ្យយូរយើងនឹងចូលទៅតែម្ដងបាទតើការប្រើប្រាស់អេក្រង់ទូរស័ព្ទសម្រាប់ក្មេងៗគេត្រូវបានគ្រប់គ្រងទៅតាមអាយុដល់របៀបណាហើយយោងទៅតាមអន្តរសាស្ត្ររបស់អង្គការសុខភាពពិភពលោកដែលខ្ញុំបានស្រាវជ្រាវមើលទៅគេឃើញថាហើយជាមួយនឹងវិទ្យាស្ថានកុមារនៅសហរដ្ឋអាមេរិកនោះក៏គេបានបែងចែកទៅតាមអាយុកាលផ្សេងគ្នាទី1មានន័យថានៅកុមារនៅក្រោមអាយុ18ខែទៅ24ខែ18ខែបើគិតទៅមកខួបកន្លះបាទ12ខែមកខួបខែ6ខែទៀតមានមកខួបកន្លះទៅ24ខែមានថាមិនគួរឲ្យកុមារប្រើប្រាស់អេក្រង់ទូរស័ព្ទផ្ទាល់តែសោះលើកលែងតែមានការសន្ទនាតាមវីដេអូជាមួយសាច់ញាតិជាមួយគ្រួសារឬក៏តាមសន្ទនាតាមវីដេអូជាមួយនឹងពុកម្ដាយប៉ុន្តែមិនគួរឲ្យកុមារអង្គុយកាន់ទូរស័ព្ទចេះមើលអូសនេះអូសនោះហើយឃើញដៃគាត់តំណងចេះតែនំនេះសើចណាដល់ទៅចង្កាត់ពេលខ្លះរវល់ធ្វើមហោផងទុកឲ្យមើលទៅហើយគេងបណ្ដាឲ្យកាន់ទូរស័ព្ទចេះមើលទៅអាយុទឹកមកខួបជាងដើម្បីឲ្យកូននៅស្ងៀមឲ្យកូនកាន់គេងមើលទូរស័ព្ទ No គឺមានថាដាច់ខាតមិនគួរឲ្យនៅជាមួយអេក្រង់ទូរស័ព្ទទេទី2កុមារដែលមានអាយុចាប់ពី2ឆ្នាំឡើងទៅ24ខែដល់ទៅ5ឆ្នាំតើគួរតែឲ្យគាត់ប្រើប្រាស់ទូរស័ព្ទនៅកម្រិតណាយោងតាមការអនុសាសន៍របស់អង្គការសុខភាពពិភពលោកជាមួយនឹងវិទ្យាស្ថានកុមាររបស់អាមេរិកគេបានប្រាប់ថាយើងគួរតែកំណត់ពេលវេលាត្រឹមតែ1ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃមានថាក្នុងមួយថ្ងៃកុមារដែលមានអាយុចាប់ពី2ឆ្នាំដល់5ឆ្នាំឲ្យប្រើទូរស័ព្ទតែ1ម៉ោងទេមិនមែនប្រើម្ដង1ម៉ោងមួយថ្ងៃប្រើ3ដង3ម៉ោងទេមិនមែនទេណាលោកស្រីមិនមែនទេគឺក្នុងមួយថ្ងៃប្រើតែ1ម៉ោងបានហើយម្ដង10នាទីម្ដង5នាទីឬយ៉ាងម៉េចខ្ញុំមិនដឹងប៉ុន្តែសំខាន់គេឲ្យប្រើតែ1ម៉ោងហើយប្រើយ៉ាងម៉េចទៀតពេលដែលប្រើលោកស្រីត្រូវប្រយ័ត្នប្រយែងគួរឲ្យគាត់មើលតែទៅលើ content ណាមាតិកាណាដែលមានគុណភាពនិងមានលក្ខណៈអប់រំគុណភាពពូចង់ស្ដាយអ្វីមិនធ្វើឲ្យមានអំពើហិង្សាមិនធ្វើឲ្យផ្សេងហើយមានលក្ខណៈអប់រំមួយទៀតមានថាឪពុកម្ដាយពេលដែលកូនមើលត្រូវតែនៅក្បែរកូនហើយពន្យល់ពួកគាត់អំពីអ្វីដែលគាត់បានមើលនៅក្នុងទូរស័ព្ទនៅក្នុង social media ហ្នឹងឧទាហរណ៍លោកស្រីបើកតុក្កតាគាត់មើលរឿងឆ្មានឹងកណ្ដុរ Tom and Jerry ខ្ញុំសូមនិយាយតិច Tom and Jerry គឺជាតួអង្គដែលបង្កើតនៅអំពើហិង្សាខ្ញុំអាចនិយាយបានអញ្ចឹងដោយសារយើងមើល Tom and Jerry ដើរត្រូវគ្នាអត់ដើរត្រូវគ្នាទេគឺឆ្លោះគ្នារហូតហើយតាមសងសឹកគ្នាទៅវិញមកប៉ុន្តែតួអង្គទាំងពីរនេះក្រោយនៅតែមិត្តភក្តិគ្នាអញ្ចឹងពេលលោកស្រីឲ្យគាត់មើលអាហ្នឹងលោកស្រីទៅប្រាប់គាត់ថានេះ Tom and Jerry គឺគាត់ធ្វើអញ្ចឹងមិនល្អទេអញ្ចឹងកូនកុំបងប្អូនកូនកុំយកទៅប្រាប់តាមពួកគាត់ប៉ុន្តែអ្វីដែលកូនមើលគឺអ្នកចុងក្រោយនេះគាត់បានផលចេះទី3ចាប់ពីអាយុ6ឆ្នាំដល់10ឆ្នាំឲ្យមើលអត់បាទមើលប៉ុន្តែអាចកំណត់បានថាត្រឹមតែ1ម៉ោងទៅ1ម៉ោងកន្លះបានហើយ1ម៉ោងទៅ1ម៉ោងកន្លះបានហើយក្នុងមួយថ្ងៃរួមបញ្ចូលទាំងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកផ្សេងទាំងអស់ដូចជា computer ដូចជាទូរទស្សន៍អីផ្សេង1ម៉ោងទៅ1ម៉ោងកន្លះបានហើយពីអាយុ6ឆ្នាំដល់10ឆ្នាំហើយពេលឲ្យគាត់ប្រើ1ម៉ោងកន្លះនេះប៉ុន្តែត្រូវត្រួតពិនិត្យមាតិកានិងកម្មវិធីដែលពួកគាត់ប្រើផងមាតិកាដែលទាក់ទងជាមួយនឹងអំពើហិង្សាមាតិកាដែលទាក់ទងជាមួយនឹងអ្វីមួយដែលធ្វើឲ្យគាត់មានអារម្មណ៍ថា depression មានអារម្មណ៍សម្ពាធឬក៏យ៉ាងម៉េចអញ្ចឹងមើលផងតើគាត់មាតិកាដែលគាត់ប្រើប្រាស់មាតិកាគេ website មួយណា website គេទី3ត្រូវបង្កើតពេលវេលាដែលគ្មានអេក្រង់ពិសេសសម្រាប់ពួកគាត់គឺនៅពេលចូលគេងពីអាយុ6ឆ្នាំដល់10ឆ្នាំគឺពេលគេងចូលគេងកុំឲ្យគាត់ប្រើទូរស័ព្ទអ្នកខ្លះដល់ថាពេលគេងឲ្យកូនមើលទូរស័ព្ទដើម្បីកូនគេងលក់ណូបាទមួយទៀតចាប់ពីអាយុ11ឆ្នាំដល់13ឆ្នាំតើគួរកំណត់ឲ្យមើលប៉ុណ្ណាបាទតាមអនុសាសន៍របស់អង្គការសុខភាពលោកដែលខ្ញុំបានលើកពីខាងដើមនោះគឺគេឲ្យយើងមើលតែ2ម៉ោងទៅក្នុងមួយថ្ងៃក្មេងដែលមានអាយុពី11ដល់13ហើយត្រូវត្រួតពិនិត្យនៅ
សកម្មភាពលើអ៊ីនធឺណិតនឹងផងព្រោះពេលនោះគាត់អាចចម្រើនគាត់អាចចេះប្រើហើយបាទគាត់អាចចេះប្រើហើយប្រយ័ត្នមែនតើហើយទូរស័ព្ទដែលប្រើហ្នឹងប្រយ័ត្នមែនតើទៅលើលំទៅប្រុងប្រយ័ត្នទៅលើការប្រើទាំងអស់ហ្នឹងហើយធានាថាការប្រើប្រាស់អេក្រង់ហ្នឹងមិនប៉ះពាល់ទៅដល់ការគេងការហាត់ប្រាណការរក្សានិងសកម្មភាពសង្គមរបស់គាត់ទេលោកស្រីជាអ្នកកំណត់លោកស្រីអ្នកចេញនៅប័ណ្ណបញ្ជាណាមួយសម្រាប់ពួកគាត់ចំណុចនេះចង់និយាយថាធានានៅការប្រើប្រាស់អេក្រង់បើមិនប៉ះពាល់ទៅដល់ការគេងគាត់លេងរហូតដល់គាត់មិនគេងដល់1ម៉ោងគាត់ត្រូវគេងគាត់អត់គេងគាត់លេងរហូតដល់គាត់10ម៉ោងគាត់ត្រូវដើរហាត់ប្រាណនៅតាមសួនគាត់មិនទៅគាត់លេងរហូតដល់គាត់ភ្លេចការធ្វើ homework គាត់លេងរហូតដល់គាត់ភ្លេចទំនាក់ទំនងសកម្មភាពសង្គមមួយចំនួនអញ្ចឹងប្រើមែនបណ្ដាច់កុំឲ្យប៉ះពាល់ទៅដល់ចំណុចទាំងអស់មួយទៀតចាប់ពាក្យយើង14ដល់18ឆ្នាំអាចថាពិភាក្សាជាមួយកូនជំទង់អំពីកម្រិតសមរម្យណាមួយនៃការប្រើប្រាស់ទៅព្រោះពេលនេះគាត់ត្រូវប្រើហើយប៉ុន្តែត្រូវផ្ដល់ជាយោបល់ផ្ដល់ជាអនុសាសន៍ពិភាក្សាជាមួយគាត់ជាពិសេសនៅកន្លែងតុបាយមកកំពេនៅកន្លែងតុបាយម៉ាក់កាន់ផ្សេងប៉ាកាន់ផ្សេងកូនកាន់ផ្សេងទាំងអស់គ្នាកាន់ផ្សេងអង្គុយញ៉ាំបាយបដើមើលម៉ាក់មើលរឿងនេះប៉ាមើលរឿងនោះប៉ាមើលការងាររបស់កន្លែងប៉ាធ្វើការកូនមើលអានេះកូនមើលនោះអត់មានទំនាក់ទំនងវាមិនបានប្រាប់ថាគួរតែប្រើរយៈពេលប៉ុណ្ណាអញ្ចឹងនៅវ័យនេះអាណាព្យាបាលគួរតែពិភាក្សាជាមួយកូនណាពីទម្រង់នៃពីកម្រិតនិងសកម្មភាពក្នុងការប្រើប្រាស់ហើយត្រូវបង្កើតច្បាប់ក្នុងគ្រួសារមួយអំពីការប្រើប្រាស់ទូរស័ព្ទខ្ញុំគិតថានេះគ្រាន់តែជាអនុសាសន៍ប៉ុន្តែខ្ញុំជឿថាបើសិនលោកស្រីអាចប្រើបានអាចធ្វើបានលោកស្រីនឹងទទួលបានជោគជ័យហើយលើកទឹកចិត្តឲ្យក្មេងចេះត្រួតពិនិត្យខ្លួនឯងចេះដាក់កំណត់ខ្លួនឯងលើកទឹកចិត្តពួកគាត់កុំឲ្យគាត់ប្រើប្រាស់ហួសកម្រិតប្រហែលតែកំណត់គាត់ឯងប្រើតែ1ម៉ោងបានហើយគាត់ឯងប្រើតែ2ម៉ោងបានហើយកុំឲ្យប្រើយូរពេកអាចប៉ះពាល់ទៅដល់ភ្នែកអាចប៉ះពាល់ទៅដល់ការគេងប៉ះពាល់ទៅដល់អាហារទៅដល់ក្នុងគ្រួសារផ្សេងៗអញ្ចឹងត្រូវណែនាំគាត់ដើម្បីឲ្យគាត់បានដឹងអញ្ចឹងខ្ញុំសរុបឡើងវិញ18ដល់24គឺមិនឲ្យប្រើទេអាចប្រើនៅពេលណាទៅដល់អាណាព្យាបាល2ទៅ5គឺ1ម៉ោងក្នុងមួយថ្ងៃហើយមើលតែគុណភាពមើលមីតិកាណាដែលល្អទៅទៅមួយកាប់រំ6ទៅ10ឆ្នាំ1ម៉ោងទៅ1ម៉ោងកន្លះ11ទៅដល់13អាចថា2ម៉ោងប៉ុន្តែទៅហើយ14ទៅដល់18គឺភាសារបស់គាត់តែគួរប្រើនៅពេលណាគ្រប់គ្រងសកម្មភាពការប្រើប្រាស់ទូរស័ព្ទអេក្រង់ទូរស័ព្ទបានយ៉ាងដូចម្ដេចទាំងអស់ហ្នឹងគឺជាការស្រាវជ្រាវហើយក៏ជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកហើយនឹងវិទ្យាស្ថានកុមារនៅអាមេរិកបានចេញជាអនុសាសន៍មករួមគ្នាចំពោះការប្រើប្រាស់អេក្រង់ទូរស័ព្ទរបស់កុមារតាមវ័យនីមួយៗអញ្ចឹងខ្ញុំជឿថាវីដេអូនេះនឹងឆ្លើយតបទៅនឹងសំណួររបស់លោកលោកស្រីដែលជាអាណាព្យាបាលបានសួរមកខ្ញុំថាបើមិនឲ្យប្រើធ្វើយ៉ាងម៉េចហើយចុះបើយើងឲ្យប្រើតែយើងគួរប្រើយ៉ាងម៉េចអញ្ចឹងលោកស្រីអាចយកទៅអនុវត្តបានចំណុចដែលល្អហើយខ្ញុំជឿថាវានឹងមានប្រយោជន៍មាតិកាមួយនេះវានឹងមានប្រយោជន៍សម្រាប់លោកស្រីក្នុងការកំណត់ពេលវេលាណាមួយសម្រាប់បុគ្គលិកខ្លួនអ្នកនៅលើការប្រើប្រាស់អេក្រង់ទូរស័ព្ទដើម្បីអនាគតពួកគាត់បាទសូមអរគុណ